ជាដំបងជំរាបសួរលោកជ័យលោកតាអពូមាមិញកុមារាកុមារីប្រុសស្រីទាំងអស់ដែលបានស្ដាប់នៅរឿងនិទានខ្មែរកថាដែលខ្ញុំបាទដើម្បីសម្រាយក៏ដូចជាបកស្រាយឡើងចែកជូនដើម្បីជាការកំសាន្តថ្ងៃនេះខ្ញុំបាទមានរឿងមួយដែលមានចំណងជើងថារឿងមេយាស្រីដើម្បីអត្ថាធិប្បាយសម្រាយចែកជូនបងប្អូនលោកជ័យលោកតាស្ដាប់ជាគតិអប់រំពិចារណាផងនោះក៏សូមជាការលើកទឹកចិត្តជួយចុច Subscribe ក៏ដូចជា Comment លើកទឹកចិត្តដល់ខ្ញុំបាទផងសូមអរគុណមានដំណើរការពីប្រៃនាយថាមានបរិសម្នាក់មានប្រពន្ធដែលរួមរស់នៅជាមួយគ្នាក៏ប៉ុន្តែពុំមានកូននោះឡើយយូរទៅប្រពន្ធនោះក៏មានសហាយនាំយកមកដេកនៅក្នុងផ្ទះសពថ្ងៃមួយប្តីទៅជីកដំឡូងនៅឯព្រៃដែលឆ្ងាយអំពីផ្ទះដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅខ្ទមរបស់អ្នកតាមួយប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះចៃដន្យប្តីក៏ឃើញឲ្យទៅធ្វើឲ្យប្តីស្លាប់ហើយនឹងយកសហាយថ្មីរៀបចំស្រេចហើយក៏នាំនៅអីវ៉ាន់នោះដើរចូលទៅខ្ទមអ្នកតានោះដើម្បីបន់ស្រន់ប្តីឃើញប្រពន្ធដើរចូលទៅកាន់ខ្ទមអ្នកតាក៏ឆ្ងល់ថាតើប្រពន្ធអញវាធ្វើអ្វីនៅក្នុងខ្ទមអ្នកតានេះដោយមានចម្ងល់គិតហើយក៏ចូលទៅពួននៅខាងក្រោយខ្ទមរបស់អ្នកតាដើម្បីលបស្ដាប់នៅពាក្យរបស់ប្រពន្ធតែបន់ស្រន់ហើយប្រពន្ធចូលទៅអុជទៀនធូបហើយបន់អ្នកតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេប្តីខ្ញុំបន្តទៀតឡើយសូមឲ្យអ្នកតាកាច់ប្តីរបស់ខ្ញុំបាទឲ្យស្លាប់ផងទៅចុះបើប្តីខ្ញុំបាទបានស្លាប់កាលណាខ្ញុំនឹងរៀបចំថ្វាយនៅជ្រូកមួយដើម្បីជាការសងព្រះគុណឯប្រពន្ធក៏ចូលទៅអុជរួចហើយចាប់សពគ្រប់ប្តីឮដូច្នេះក៏ធ្វើឆ្លើយតបទៅនាងដើម្បីតបតាមប្រាថ្នារបស់នាងថាបើនាងមានសហាយហើយចាំបាច់អីកាច់ប្តីខ្លួនឯងឲ្យស្លាប់ងាយទេបើឯងចង់បានដូច្នោះពេលចូលអ្នកទៅផ្ទះវិញត្រូវរកមន់ក្រាបពងទាំងមេទាំងពងមួយសម្បុកស្ងោរឲ្យឆ្អិនឲ្យប្តីនឹងឯងបរិភោគស៊ីទៅវានឹងស្លាប់ហើយត្រីនោះឮដូច្នោះស្មានថាជាអ្នកតាបង្គាប់បញ្ជាប្រាប់ខ្លួនក៏ប្រញាប់ប្រញាល់វិលទៅរកទិញនៅមេមន់មួយសម្បុកដើម្បីស្ងោរទុកឲ្យប្តីរបស់ខ្លួននឹងស៊ីក៏ដើម្បីនឹងឲ្យស្លាប់ហើយនឹងបានយកសហាយមករស់នៅជាមួយខ្លួនលុះដល់ពេលយប់កាលណាប្តីមកអំពីដកដំឡូងវិញដល់ផ្ទះហើយសួរថាបានអីស៊ីបាយថ្ងៃហ្នឹងពេលនោះស្ត្រីនោះក៏បានឆ្លើយថាខ្ញុំមានមេមាន់និងពងមាន់ក្រាបមួយសម្បុកស្ងោរទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីណានាងពេលនោះដែរប្រពន្ធក៏លើកបាយព្រមទាំងមេមាន់មានទាំងពងផងនោះឲ្យប្តីទទួលទានប្តីក៏បានទទួលទានអស់ហើយធ្វើជាឈឺដេកធ្ងោនៅលើគ្រែពេលនោះបាត់ទៅនាងនោះណាស់គិតស្មានថាប្តីនឹងឯងឈឺស្លាប់មែនតែនត្រូវនឹងពាក្យរបស់អ្នកតាប្រាប់ដែលខ្លួនឯងបន់ស្រន់ពីថ្ងៃនោះទៅឯប្តីក៏ធ្វើជាដេកលក់នៅពេលនោះដែរនាងក៏គិតស្មានថាស្លាប់ក៏បើកវានាំសហាយមកដេកជាមួយនាងទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ស្រាប់តែក្រោកឡើងហើយអង្គុយហៅប្រពន្ធប្រាប់ថារងាណាស់នៅពីខាងក្រោមឡើងឯប្រុសសហាយកាលបើឃើញប្តីរបស់នាងនោះក្រោកមកអង្គុយដូច្នោះក៏ស្ទុះរត់ពុំទាន់ក៏លោតចូលទៅក្នុងពាងធំមួយនៅក្បែរនោះនៅខាងដំណេកសំងំចាំមើ
ប្តីនោះដេកខ្លួននឹងចាក់ចេញពីពាងនោះបន្តទៀតដែលខ្លាចក្រែងប្តីរបស់នាងដឹងតែធ្វើមិនដឹងពេលនោះដែរប្រាប់ប្រពន្ធថារងាណាស់ឯងដាំទឹកឲ្យគ្នាងូចបន្តិចនឹងអាំងស្លាប់ស្ត្រីនោះចង់ថាចង់ស្លាប់ដូច្នេះណាស់ក៏បិទត្រូវនឹងពាក្យដែលត្រូវការដែលខ្លួនបានបន់ចំពោះលោកតាក៏សប្បាយរីករាយដោយគិតបណ្ដើដើរទៅដាំទឹកបណ្ដើទឹកកំពុងទៅពោះហើយទៅដងទឹកត្រជាក់បានមួយក្អមយកមកលាយក្នុងទឹកក្តៅនោះប្រពន្ធឮប្តីប្រើដូច្នេះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធចេញទៅបាត់ក៏ក្រោកឡើងដើរទៅលើកទឹកពោះមួយក្អមនោះយកទៅស្រោចទៅលើសហាយដែលនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកវិញធ្វើពុតជាធ្ងោដូចជាមនុស្សកំពុងតែឈឺវេទនាដូចនោះដែរស្ត្រីវិលពីការដងទឹកវិញឃើញហើយសហាយត្រូវទឹកក្តៅរួញសរសៃដូចគេដេកចេញពីពាងមកក៏អោងខ្សឹបថាអ្វីក៏មិនអោនទៅវាមិនទាន់ទេអានោះឆ្ងល់ដដែលនាងក៏យកដៃទៅច្របាច់ទៅត្រូវស្លឹកត្រចៀករលាត់ជ្រុះទាំងសក់មើលដោយដឹងថាប្តីស្រោចទឹកក្តៅស្លាប់សហាយទៅហើយក៏ពុំស្ដីយកគម្របពាងយកមកគ្របទឹកឲ្យប្តីងូចឯប្តីក៏មិនស្ដីមិននិយាយអ្វីទឹកក៏មិនងូចប្រាប់ប្រពន្ធថាអញគ្រាន់បើហើយហៅប្រពន្ធចូលទៅដេកទៅពេលនោះដែរលុះព្រឹកសហាយនោះព្រឹកឡើងកើតណាលុះព្រឹកប្រហៀមឡើងស្ត្រីនោះពុំដឹងបើកើតដូចម្ដេចនឹងយកខ្មោចឲ្យរួចចេញផុតអំពីពាងក៏នឹកឃើញថាក្នុងស្រុកនេះមានចោរ4នាក់ដែលតែងតែចេញមកលបលួចអ្នកផងសពកាលវេលាទាំងយប់ទាំងថ្ងៃយប់គ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចោរទាំង4នាក់នោះយកពាងចេញអំពីផ្ទះអញទៅចោលនៅក្នុងព្រៃឲ្យបាននាងក៏គិតរកឧបាយផ្សេងគិតហើយក៏ដើរខ្ចីសម្ពុតហូលប្រមួងអ្នកដតីយកមកហាលជុំវិញផ្ទះដូច្នោះឯចោរទាំង4នាក់នោះឃើញហើយក៏គិតថានាងមានណាស់ទេតាយប់នេះនឹងទៅលួចវាឲ្យអស់ឲ្យបានជាពំខានសពថ្ងៃឃើញស្មានថាវានេះឯងជាអ្នកក្រីក្រទេតាក៏បាននិយាយគ្នារួចហើយនាងក៏ហាលសម្ពុតនោះអោបាក់ជុំវិញនៅផ្ទះរបស់នាងលុះដល់ពេលល្ងាចនាងយកទៅជូនគេវិញហើយយកខ្សែចងរឹតពាងដែលសហាយនោះដែលប្តីចាក់ទឹកក្តៅឲ្យស្លាប់នោះរុំពាត់ជុំវិញពាងនោះឲ្យជាប់ទុកចូលលួចទុកឲ្យចោលលួចដើម្បីថាហូលប្រមួងដែលនាងប្រមូលយកមកទុកនៅក្នុងពាងនេះឲ្យចោលនឹងលួចសែងពាងនេះយកទៅដូចគ្នាដែរចំណែកឯចោលទាំង4នាក់នោះយន្តកាលណាក៏បបុលគ្នាទៅលួចចូលទៅដល់រករបស់ទាំងនោះពុំឃើញសោះឡើយក៏ប្រទះឃើញពាងមួយមានចងមាត់ជាប់ក៏បើកពំរួចចោលទាំង4នាក់នោះនិយាយគ្នាថារបស់អស់នោះវាដាក់ក្នុងពាងនេះជាពំខានបើដូច្នោះចូលយើងសែងពាងនេះយកទៅពេលនោះដែរថាហើយក៏នាំគ្នាសែងពាងនោះទៅដល់អំពីព្រៃឆ្ងាយក៏ស្រាយមើលពាងដែលខ្លួនសែងអាមួយលោកដៃទៅត្រូវសក់ត្រូវហើយវើយសោតដៃចេញអាមួយទៀតក៏លោកដៃចូលទៅត្រូវហៅស្លឹកត្រចៀកត្រូវភ្នែកត្រូវស្រមុះស្រែកថាវើយខ្មោចទេអាមួយមិនជឿលោកដៃចូលទៅដែរត្រូវដើមទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ថាត្បិតមេចោលទាំង4ត្បិតនាងបណ្ដាញឲ្យសែងខ្មោចចោលដូច្នោះដែរចោលទាំង4នាក់គិតសញ្ជឹងគិតគ្នាថាយើងឃ្លាំមើលនាងនោះបើឃើញវាដើរទៅណាតែម្នាក់ឯងត្រូវភ្ជាប់យើងនឹងចាប់វាឲ្យរៀងឲ្យណានៃម្ដងកុំឲ្យនាងវាបោកបញ្ឆោតជើងតទៅទៀតជួនជាថ្ងៃមួយនោះនាងចុះអំពីកំពុងរកទៅទិញអីវ៉ាន់នៅឯផ្សារបិទថាមានសំពៅទៅនឹងមកដល់ស្រុកអំពីខាងក្រៅនាងនោះដើរមកដល់កណ្ដាលផ្លូវក៏ជួបនឹងមេចោរទាំង4នោះ
ឃើញដូច្នេះហើយចៅក៏ឃើញក៏នាំគ្នាព្រួតចាប់នឹងវាយហើយជេររឿងដែលនាងបោកកញ្ឆោតនោះនាងនោះធ្វើថាឆ្លើយថានឹងអ្នកបើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរត្បិតខ្ញុំទៅទាប្រាក់អំពីនាយសំពៅដូច្នេះចូលអ្នកអញ្ជើញទៅជាមួយនឹងខ្ញុំទាប្រាក់ឲ្យបានដើម្បីបានចែកគ្នាចាយមេចោទាំង4នាក់បានឮថាទៅទាប្រាក់ដូច្នេះក៏ចូលចិត្តបបួលគ្នាទៅនាងក៏ផ្ដាំចោលទាំង4ថាអស់អ្នកឈរចាំខ្ញុំនៅពីច្រាងចុះកាលបើខ្ញុំបោកដៃនោះអ្នកទាំង4ចុះទៅចុះបានប្រាក់ហើយឬដូច្នោះនាងនិយាយបន្តថាផ្ដាំចោលហើយក៏ចូលទៅសំពៅនាយសំពៅបាត់ទៅពេលនោះដែរនាងក៏លក់ចោលទាំង4នោះឲ្យទៅនាយសំពៅហើយចង្អុលបង្ហាញនាយសំពៅថាណែអ្នកវាទាំង4នាក់នេះហើយបើវាចុះមកខ្ញុំឡើងទៅលើគោកសូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់កុំឲ្យវារត់បាននាយសំពៅព្រមហើយសួរថាខ្ញុំនាងឯងទាំង4នាក់លក់ថ្លៃប៉ុន្មានពេលនោះដែរនាងក៏បានប្រាប់តម្លៃថាថ្លៃ2ណែលនាយសំពៅឲ្យ1ណែលកន្លះវាក៏ព្រមលក់ហើយក៏ចេញមកខាងក្រៅបកដៃហៅចោលទាំង4នោះឲ្យចូលមកចោលទាំង4គិតស្មានថាវាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាទៅដល់ហើយស្រាប់តែនាយសំពៅប្រមនុស្សឲ្យដាក់នៅស្រវាក់របស់ចោលទាំង4នាក់នោះទាំងអស់គ្នានាងក៏យកប្រាក់ឡើងមកបាត់ប្រាស់ហើយមេចោលនោះក៏គិតឡើងវិញពេលនោះនាងក៏ដើរមកផ្ទះវិញដល់កណ្ដាលផ្លូវជួបជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកនៅលើដើមឈើមួយនៅឯច្រាងផ្លូវនោះដែរឯចោលទាំង4នោះលុះនាយសំពៅដាក់ច្រវាក់ហើយក៏និយាយគ្នាថាជើងរបស់យើងហៅពេញជាអ្នកប្រាជ្ញធំវាបញ្ជាឲ្យយើងសែនខ្មោចទៅចោលនៅឯក្នុងព្រៃហើយឥឡូវវាយកយើងមកលក់ទៀតចោលទាំង4នាក់នោះខឹងណាស់កាន់ច្រវាក់ដាច់រត់ចេញអំពីសំពៅទៅដើម្បីឡើងមកលើគោករត់មកទាំងយប់នោះដែរបានរត់រួចហើយជួនជាយប់ណាស់ដែរហើយក៏នាំគ្នានិយាយគ្នារួចក៏ឡើងទៅដេកនៅឯដើមឈើធំនោះដែរនាងដេកនៅទីនោះដែរចោល3នាក់ឡើងទៅដេកនៅលើមេឃដោយខ្លួនពីគ្នាចោលម្នាក់ទៀតឡើងទៅជួបនាងនោះនៅលើចុងឈើនោះឯចោលនោះបានថាហងឯងស្លាប់ទៅម្ដងនេះហងឯងធ្លាប់បញ្ឆោតយើងឥឡូវហងឯងរត់ចុះបើរួចនៅក្នុងរឿងស្ត្រីនិយាស្ត្រីឬក៏ប្រវត្តិនៃរឿងនេះជារឿងកតិពិចារណាដើម្បីឲ្យយើងសិក្សាស្វែងយល់អំពីពាក្យកុហកតែងតែទាន់កែងខ្លួនឯងដើម្បីបោកប្រាស់អ្នកដទៃនៅពេលដែលគេទាន់ក៏ជួបនៅផលវិបាកចំពោះខ្លួនឯងដូចនេះដែរជាចុងក្រោយខ្ញុំបាទមានរឿងនិទានតែប៉ុណ្ណេះជាបន្តខ្ញុំបាទនឹងនិទានរឿងជាបន្តទៀតសូមអរគុណ